លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីសម្ដេចបវរធិបតីហ៊ុនម៉ាណែតអញ្ជើញចាក់ចេញពីរាជធានីភ្នំពេញដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយរាជធានីភ្នំពេញតបតាមការអញ្ជើញរបស់លោកលេមិញហឹងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាក់ចេញពីរាជធានីភ្នំពេញដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយពីថ្ងៃទី8ដល់ទី9ខែមិថុនាឆ្នាំ2026អញ្ជើញអមដំណើរសម្ដេចបវរធិបតីហ៊ុនម៉ាណែតរួមមានលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិព្រមទាំងរដ្ឋមន្ត្រីមន្ត្រីរាជរដ្ឋាភិបាលសំខាន់និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជានិងសមាគមអង្គការកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងមានជំនួបទ្វេភាគីជាមួយលោកលេមិញហឹងនាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមដែលថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៅទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី60នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយនាយករដ្ឋមន្ត្រីទាំងពីរក្រុងនឹងលើកយកមកពិភាក្សាផងដែរនៅបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភរួមក្នុងឱកាសទស្សនកិច្ចនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះលោកតូលឹមអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសនិងជាប្រធានរដ្ឋវៀតណាមនិងលោកជិនថាញ់មិនប្រធានរដ្ឋសភាជាតិវៀតណាមសម្ដេចធិបតីនឹងថ្លែងសន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាអនាគតអាស៊ានក្រោមប្រធានបទរួមគ្នាស្ថាបនាអនាគតរបស់យើងសន្តិភាពវិបលភាពនិងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគនិងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ានព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ